ពីភីលីបចំពុក1ខ12ដល់ខ26ពលជាប់ឃុំឃាំង12បងប្អូនអើយខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថាការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំនោះបានប្រែទៅជាចម្រើនដល់ដំណឹងល្អវិញ13ដល់ម្លេះបានជានៅពេលខ្មងផ្ទៃវាំងនិងគ្រប់កន្លែងឯទៀតគេបានដឹងច្បាស់ថាខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទ14ហើយពួកបងប្អូនច្រើនគ្នាក្នុងព្រះអម្ចាស់ក៏បានសង្ឃឹមឡើងដោយសារចំណងខ្ញុំហើយគេហ៊ានផ្សាយព្រះបន្ទូលកាន់តែច្រើនឡើងដោយឥតភ័យខ្លាច15មានខ្លះសម្ដីពីព្រះគ្រីស្ទដោយចិត្តឈ្នានីសហើយចង់ឆ្លោះប្រកែកមែនតែខ្លះដោយចិត្តស្មោះសរវិញ16ឯពួកមួយគេសម្ដែងពីព្រះគ្រីស្ទដោយចិត្តទទឹងមិនមែនដោយចិត្តស្អាតទេនោះគឺដោយស្មានថាគេនឹងបន្ថែមសេចក្តីទុក្ខលំបាកដល់ចំណងធៀងទៀត17ឯពួកមួយទៀតគេប្រព្រឹត្តដោយស្រឡាញ់វិញដោយដឹងថាខ្ញុំបានតាំងឡើងសម្រាប់ដោះសារពីដំណឹងល្អ18ចរតាអំពិលអ្វីទោះបីយ៉ាងណាក៏ដោយទោះដោយពើឬដោយសេចក្តីស្មោះក្តីគង់តែគេសម្ដែងពីព្រះគ្រីស្ទដែរដូច្នេះខ្ញុំមានសេចក្តីអំណរណាស់ក៏នឹងចេះតែមានអំណរតទៅមុខទៀត19ដល់បិទខ្ញុំដឹងថាការនេះនឹងបានត្រឡប់ជាសេចក្តីសង្គ្រោះដល់ខ្ញុំវិញដោយអ្នករាល់គ្នាអធិស្ឋានឲ្យខ្ញុំហើយដោយព្រះទ្រង់ប្រទានព្រះវិញ្ញាណនៃព្រះយេស៊ូវគ្រីស្ទមកជួយផង20តាមសេចក្តីដែលខ្ញុំទន្ទឹងចាំហើយសង្ឃឹមអស់ពីចិត្តថាខ្ញុំមិនត្រូវខ្មាស់ក្នុងការអ្វីឡើយគឺឲ្យតែខ្ញុំបានដំកើងព្រះគ្រីស្ទក្នុងរូបកាយខ្ញុំវិញដោយចិត្តក្លាហានគ្រប់ចម្ពោះក្នុងពេលឥឡូវនេះចោះដូចជាពីដើមរៀងមកដែរទោះរស់ឬស្លាប់ក្តី21ដល់បិទឯខ្ញុំដែលខ្ញុំរស់នៅនោះគឺសម្រាប់ព្រះគ្រីស្ទទេហើយដែលស្លាប់ទៅនោះជាកម្រៃវិញ22ប៉ុន្តែបើរស់ខាងឯសាច់ឈាមនឹងនាំឲ្យការខ្ញុំកោតផលនោះខ្ញុំមិនដឹងរើសយកខាងណាទេ23ខ្ញុំមានសេចក្តីបណ្ដាលទាំងសងខាងក៏មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទដែលល្អជាជាងនោះផង24តែបើខ្ញុំនៅក្នុងសាច់ឈាមតទៅទៀតនោះមានប្រយោជន៍ដល់អ្នករាល់គ្នាជាជាង25ហើយដោយហេតុដែលខ្ញុំជឿសេចក្តីនោះយ៉ាងពិតប្រាកដបានជាខ្ញុំដឹងថាខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នាតទៅទៀតប្រយោជន៍ឲ្យអ្នករាល់គ្នាមានជំនឿជឿនឡើងហើយឲ្យមានសេចក្តីអំណរដោយសារសេចក្តីជំនឿផង26ដើម្បីឲ្យអ្នករាល់គ្នាបានអួតពីខ្ញុំក្នុងព្រះគ្រីស្ទយេស៊ូវកាន់តែច្រើនឡើងដោយខ្ញុំមកនៅជាមួយនឹងអ្នករាល់គ្នាម្ដងទៀតអាមែន